กระหากกระหายจะเราตุบมันบานลายเงี้ยตนาก็ตึกึดเรื่องไอ้ก็นอมไอ้มัวมาหายจูจัดรำเลิกเรื่องละได้เราดอกิทุนกิเลงจังสนับบาเนี่ยบันดาลบันดอยจัดเนี่ยยูเตอเพลยจัดเนี่ยหนึ่งเมียนวิบัติชีวิตเนี่ยหนึ่งเกรียมกรอมโรคซอกมันเสื่อคืนเลยการประกันเจริญปลุกจัดเมียนเนี่ยเจริญเมียนตูสะเจริญเพลิงแช่ขนมจัดเจริญเนี่ยประตูสลายหนึ่งอารมณ์ก็เจริญหายทั่วจัดเนี่ยกระหองกระหายก็เจริญได้โจจำเริญสเตะกำหนดดังถ้าจัดขังจัดประกันจรานุจีจัดมันละอชีจัดเมียนเมรุกได้น้อมเอาชีวิตเนี่ยอับอูให้เรียนโดจัดโดอารมณ์เมื่อเกิดเรื่องทำไมเรื่องละอเรื่องจีกุศลวิญไม่ยังเตี้ยเนี่ยตระเรียนแต่ตัวสกอลธามนุษย์มันโดยขณีเตมันเนี่ยสันซ้ำในใส่เมื่อเขาขณีระเบียบกึศก็เขาขณีได้พี่เยี่ยมจำรานปัญญากำหนดดังธาเอาไว้มันใจแต่บานตามจัดเนี่ยบังคอมเตเมียนไฮดกรุ๊ปตือพอลอาจเกิดหลังบานเบอร์ไฮดมันกรุ๊ปตัวเนี่ยบังคอมอย่างนาก็มันบานเลยเวียเมียนแต่ทั่วไอเนี่ยควายจัดคลังแต่ปนเนาะเรียนแต่ตัวสกว่ากาปทาชีวิตนี้เปคลาบานโดยจัดเปคลามันบานโดยปรารถนาเตเชียสัจจะเพียบในชีวิตไม่ยางเตียดเรียนจำราญเมตตาดอสิกได้สลายไอครุนไอทาโซมไอขยมบานซอกกับไอเมียนตกโซมไอขยมบานซอกกับไอเมียนตกโซมกับไอขยมคังเกโซมกับไอขยมจองปีนังเกเรียนสายเมตตาดอกครุนไอเรื่อยบันติมาดองรุ่ยพึงริสิกได้สลายนุดอสอบสัตว์ตั้งอ้อโซมไอสอบสัตว์ตั้งอ้อบานก็ได้สอบรุ่ยพอดปิตกโซมไอสอบสัตว์ตั้งอ้อบานก็ได้สอบรุ่ยพอดปิตกตำรวจจำราญเมตตาเรื่อยจัดเนี่ยก็บานตระเจาะมันติดมาดองการเตียนจัดปีเพียบมัวเมาได้กระหายการประกันจราญเอาสุเพียบเรียบสาตุนพลุนมันแมนเจริญไงสรูเตแต่เนี่ยเตอแต่พีเยี่ยมเตอเรียนกายตุ่มลบตัวจัดจราญเจงเรียนโดจัดโดอารมณ์เรียนตัวสกวากาปทาเอาไว้มันทัดในกรองกาบุงกบเป็นเจียรบะเนี่ยลายทอดตั้งลายเจียนัตตาเรียนโปรมเรียนตัวสกวากาปจัดเนี่ยหนึ่งบานทูสบายบิตกของวอลมันคาน เลยจัดบาเยอะเวียนเมียนอติปลปีเรื่องขังแขวโดยทำมนุษย์ในจุ่มวิญคล้วนปัญหาได้เกิดหลายขนมชีวิต
ការបែកបាក់ព្រាត់ប្រាសបញ្ហាលុយកាក់កូនចៅឬក៏គ្រោះថ្នាក់ឧបទ្ទវហេតុណាមួយដែលកើតឡើងវាដាក់សម្ពាធមកលើផ្លូវចិត្តយើងអ្នកខ្លះបាក់ធ្លាក់ក្រឹបតែម្ដងងើបលែងចង់រួចរហូតដល់គិតខ្លីទៅទៀតក៏មានដែរបើឥទ្ធិពលដែលខ្លាំងមកលើផ្លូវចិត្តរបស់យើងគឺអាការសន្សំឧបនិស្ស័យរឿយឧទាហរណ៍ថាអ្នកនឹងជួយចិត្តតូចចិត្តអន់ចិត្តបបាក់ចិត្តគិតច្រើនដំបូងឡើយវាអត់អីទេវានៅអាចទប់ទល់បានប៉ុន្តែយូរទៅវាធ្ងន់ទៅដូចយើងសំលុយក្នុងធនាគារយូរខ្លាយទៅជាមហាសេដ្ឋីមួម៉ៅមហាសេដ្ឋីខឹងមហាសេដ្ឋីគិតច្រើនវាដោយសារយើងសំយូរទៅវាធ្ងន់វាមកសន្ធិដ្ឋនៅក្នុងចិត្តយើងឬក៏រឿងដែលកើតឡើងក្នុងគ្រួសារប្តីប្រពន្ធឆ្លោះប្រកែកកូនមិនស្ដាប់ប្រកបមួម៉ៅក្តៅក្រហាយរឿងហ្នឹងវាដដែលទៅក៏វាធ្វើឲ្យប៉ះពាល់ផ្លូវចិត្តនឹងខ្លាំងដែរនៅក្នុងធម៌លោកហៅបកតោបនិស្សយបច្ច័យអាការរស់នៅជាប្រចាំថ្ងៃហ្នឹងក៏វាមានឥទ្ធិពលលើផ្លូវចិត្តយើងខ្លាំងណាស់អញ្ចឹងតើយើងរៀនដោះស្រាយរឿងខាងក្រៅយើងជួបយើងដោះស្រាយទៅហើយរឿងណាហួសហើយក៏ហួសហើយទៅហើយរឿងណាដែលមិនទាន់មកដល់ចាំស្អែកចាំជួបរៀបចំធ្វើកិច្ចការងារណាឲ្យដែលត្រូវធ្វើក្នុងថ្ងៃហ្នឹងធ្វើឲ្យហើយទៅហើយយើងមិនអាចកែរឿងខាងក្រៅបានទាំងស្រុងទេយើងឧទាហរណ៍ថាបើយើងនិយាយណែនាំប្រាប់គេកុំឲ្យយើង expect សង្ឃឹមថាគេធ្វើតាមចិត្តអញចង់ត្រូវតែធ្វើតាមអញថា 100% កាលណាយើងសង្ឃឹម 100% អញ្ចឹងពេលរឿងនឹងវាមិនបានពេលគេមិនធ្វើតាមចិត្តយើងទៅវាកើតទុក្ខខ្លាំងអញ្ចឹងរឿងធម្មជាតិខាងក្រៅយើងមានតែសម្របសម្រួលផ្លូវចិត្តយើងនៅតែថានៅតែស្ដីនៅតែប្រាប់ណែនាំបើនិយាយពីដើមឈើបន្លែវិញយើងនៅតែស្រោចទឹកនៅតែចាក់ជីអញ្ចឹងដាក់ជីអញ្ចឹងប៉ុន្តែយើងមិនអាចសង្ឃឹមថាដើមស្វាយនឹងត្រូវតែផលិតផ្លែឲ្យបាន10តោនអានឹងយើងមិនអាចសង្ឃឹមអញ្ចឹងបានទេវាមានហេតុគ្រប់គ្រាន់វាបានច្រើនទៅភ្លៀងគ្រប់គ្រាន់មានទឹកទៅបានផលច្រើនបើអត់ទៅវាផលតិចអញ្ចឹងទៅអញ្ចឹងវាមានហេតុរបស់វាអញ្ចឹងផ្លូវចិត្តរបស់យើងអាច adjust អាចសម្របសម្រួលនឹងរឿងខាងក្រៅបានហើយតើយើងថែរក្សាសុខភាពខាងក្នុងខ្លួនយើងដែរទាំងសុខភាពផ្លូវកាយទាំងសុខភាពផ្លូវចិត្តញ៉ាំគេងហាត់ប្រាណមានពេលសម្រានកុំឲ្យធ្វើការងារហួសហេតុយើងដូចថាធ្វើបាបខ្លួនឯងនឹងដូចថាវាបាក់ទាំងផ្លូវកាយវាបាក់ទាំងផ្លូវចិត្តវាប្រទាញគ្នាហើយមានពេលសម្រាប់គ្រួសារប្តីប្រពន្ធកូនចៅមានទំនាក់ទំនងល្អជាមួយបងប្អូនយើងមិនដូចថាមិនមានភាពរកម្មរកុសផ្លូវចិត្តនឹងទេយើងធ្វើម៉េចចេះអត់ឱនយោគយល់កុំឲ្យប្រកាន់ខ្លាំងម្ដាយពុកភាគខ្លះហ្នឹងក៏មានបញ្ហាផ្លូវចិត្តដោយសារកូនខ្លះក៏មានបញ្ហាផ្លូវចិត្តដោយសារឪពុកម្ដាយដែរដោយសារយើងមិនបានរក្សាទំនាក់ទំនងហ្នឹងឲ្យកក់ក្ដៅវាទៅជារឿងមួម៉ៅរឿងលូលទាំច្រើនវាធ្វើឲ្យចិត្តហ្នឹងវាអត់សុបាយតែអត់សុបាយយូរទៅកើតជាបញ្ហាហ្នឹងឯងហើយយើងរៀនពិចារណាអប់រំផ្លូវចិត្តខ្លួនឯងមានខន្តីមានអត់ធន់មានអត់ឱនអធ្យាស្រ័យមាន
សតិតាមដានគ្រប់គ្រងចិត្តហ្នឹងបើវាដើរផ្លូវត្រូវក៏ជួយជំរុញឲ្យវាដើរក្នុងផ្លូវត្រូវគិតរឿងល្អធ្វើបុណ្យធ្វើកុសលចេះត្រេកអរជាមួយនឹងជោគជ័យអ្នកដទៃចេះជួយសង្គ្រោះអីចឹងដឹងថាអូចិត្តនឹងល្អអញ្ចឹងជំរុញឲ្យវាទៅល្អប៉ុន្តែបើវាមួម៉ៅខឹងស្អប់គុំគួនក៏យើងដឹងថាអូចិត្តនឹងមិនល្អមួម៉ៅចំណែននន្ទាសិតតែក្រុមពួកចៅបពពួកបិសាចមកលួចប្លន់សេចក្តីសុខពីយើងអញ្ចឹងស្មារតីនឹងទៅតាមមើលក្រុមល្អមិត្តភក្តិល្អនឹងក្រុមបពពួកចៅហ្នឹងអញ្ចឹងយើងដេញពួកចៅហ្នឹងឲ្យមានបញ្ញាទៅជាមួយដូចថាបើខឹងក៏មិនផ្លែទៅអើយកុំខឹងអីខឹងទៅវាក្តៅទៅខ្លួនឯងមនុស្សហ្នឹងអញ្ចឹងមិនកុំប្រកាន់គាត់អីអូយកុំចំណែនគេអីបនរបស់គេទេគេបានមកអញ្ចឹងអបអសាទរគេវិញទៅបញ្ញាមកពយល់ខ្លួនឯងមិនឲ្យកើតទុកអញ្ចឹងហើយរឿងណាហួសហើយជារឿងមិនល្អតែចាត់ទុកថាជាផលបាបតែយើងទៅមុខទៀតមិនទេអន្តាយសម្រាមសម្មាមច្រើនណាអញ្ចឹងយើងអត់សូវមានសម្ពាធផ្លូវចិត្តទេយើងរៀនទទួលស្គាល់ការពិតថាបើរឿងវាអញ្ចឹងឲ្យដោះស្រាយឲ្យទៅបន្តិចម្ដងបើមនុស្សហ្នឹងតែអញ្ចឹងខ្ញុំប្រឹងជួយក្នុងនាមជាម៉ែជាឪជាបងហ្នឹងខ្ញុំជួយអស់ប៉ុណ្ណឹងហើយគាត់មានឧបនិស្ស័យរបស់គាត់ខ្ញុំមិនអាចទាញមកបានទេអញ្ចឹងយើងស្វែងយល់អំពីដំណើរនៃធម្មជាតិទៅយើងអត់សូវបខំឲ្យគេតាមយើងទាំងអស់អត់សូវបខំឲ្យរឿងត្រូវតាមចិត្តយើងទេយើងរៀនមានបញ្ញាស្វែងយល់ទៅយើងស្រាលពីសេចក្តីទុក្ខហើយប៉ិនសំដែងនៅមុខយើងធ្វើដូចថាស្រឡាញ់ចូលចិត្តសើលើកជើងយើងតែដល់ពេលផុតពីមុខទៅនិយាយដើមហុយដីអានឹងបង្ហាញពីថាភាពមិនស្មោះត្រង់ក្នុងការរាប់អានហើយមិនអាចមានមិត្តភាពយូរអង្វែងបានទេដោយសារការស្រឡាញ់ហ្នឹងវាអត់transparent វាអត់ឆ្លុះបានន័យថាមុខហើយក្រោយហ្នឹងវាអត់ដូចគ្នាយ៉ាងបាននៅក្នុងសារនីយធម៌ដែលនាំឲ្យស្រឡាញ់គ្នារាប់អានគ្នានឹករលឹកគ្នាហ្នឹងគឺព្រះអង្គសម្ដែងមេត្តាកាយកម្មទាំងចំពោះមុខទាំងកំបាំងមុខសម្ដីសម្ដៅពីរោះទាំងចំពោះមុខទាំងកំបាំងមុខចិត្តនឹងក៏ល្អទាំងចំពោះមុខទាំងកំបាំងមុខចេះចែករំលែកហើយមានសិលធម៌រស់នៅផែនគ្នាអញ្ចឹងយើងក៏ព្យាយាមប្រាប់ខ្លួនឯងដែរយើងកុំឲ្យយើងល្អតាមមុខលួយពីក្រោយយើងក៏កុំសង្ឃឹមថាគេត្រូវតែអញ្ចឹងហើយយើងអត់អញ្ចឹងអានឹងអត់អាចបានទេយើងយកខ្លួនឯងជាកញ្ចក់ឆ្លោះមើលថាយើងក៏ចង់បានមិត្តភាពល្អទាំងមុខល្អទាំងក្រោយគេគ្រប់គ្នាក៏អញ្ចឹងដែរហើយយើងក៏មិនគួរទៅកើតទុកក្តៅក្រហល់ក្រហាយនឹងគេមិនបានអញ្ចឹងដល់ពេលយើងកើតទុកអញ្ចឹងវាពិបាកដល់ខ្លួនយើងរក្សាខ្លួនធ្វើជាមនុស្សដូចថាល្អទាំងមុខល្អទាំងក្រោយអាហ្នឹងយើងសប្បាយចិត្តតែយើងអត់មានទៅឆ្កឹះឆ្កៀលយើងអត់
từ đi thao mà nụ mục pi rương kế nắng đang thơm mấy tép là nhóm lọ chấm pua mục khỏi non còn nơi tại chẳng nó dương slack luôn á dương admin tên tài mua mà ghê menu slánh tê và có cái chơi chặt đây cái rộp an hay dương bây giờ bị phật bon dương vinh người tây nam mau ná về chụp menu smart tròn lọ chẳng tờ bởi dương miền cầm bên nào mỗi chụp menu mình smart tròn nó dương cài bạn này cầm chặt bên này cầm thay dương lọ phật của lọ đây bị sầm đáy dương chui nè đài của pông ở miền tục sau bị bắt nông phơi chất nứng ban thu ba ơi màu vinh đào cà bây giờ này nòm hạt phò ấy chẳng tức khi ban thu ba đuổi ở vạt bọc bột chẳng chui mà nổ lộ ban tra mẹ tèn bên này một bao nhiêu nứng ai khai tới chia ở vụt ai khai tới chia lùm bé chạy thề bị tự chia thu đó bể đồ anh miên tranh chiêm mà tầm nọ đấy phần là cái ai chư chắp chọn chăm mình plei rồi hốt đó ngày slap của sang miền này trên tôi là dương bị dạy môn nâng ha môn nâng đây môn nâng giấy nâng bị cha na theo về miền bị giàu vậy đang nghe sẽ đạp thế tay dương giấy nâng đòi bầm nón ấy miền chật lo trong chui prap chui này nó mới có đôi ca chân này nên tia nên đi vậy ở kia bài bạ chua bạc cày nia đôi chật chân này để chân tờ nó dừng cha nà mơ khuôn ai bị buộc bạp nó vì tranh bị mọt hay bạp tranh bị mọt nó sẽ hại chiêng bạp tranh bị phơi cài từ tiệt nơi nông thò nó miền sầm đáy càng dễ nhung ở cái bệnh bạc chlu khniên nâng chia mà hạ bạp thôn mền tèn miền Campuchia về từ một bệnh bạc prot prach nia chlu bạc cày rồi có trời cái chót bạc can đợi ở đằng rương ở đằng hải phò lấy của miền này từ một tiết chứng ban bọn ơi dương chê prao sầm đầy nâng ơi chia vẽ chay soi chật chia vi chá đây bắt đầu bị giàu đòi nẹt đạp ở ban chìm ra đòi chìm nẹt đắng đòi côn nốt thua đòi cạp nhẹ lực dương mền miền mọt hay chết ta mông mang miền đạt hay chết ta cổ ló hay việc ba hay việc nom ở rương chlu nia nom ơi cao precha hay dương bằng cao tùm lọp mọt chết ta trong dây hướng kế hay về khác với ở ban chìm ra ấy đó khuôn ai nhé kết tập bị chui chặt dây pi nè nu tới chia xăm phập là bạn dây hướng ở bị giáo rồi hốt đó pe nè khác tới chỉ hướng nhu nhung là ngày ở cái bảy bạn dương họ dương khai chưa mình nút để kia mình sẽ lánh kia mình chui chặt thế này không có lánh thưa ca thưa nghe tại dương trong mót trong coi vậy bạn đầy non đầy ấy ôi nè chia mình nút mình ai giờ chỉ kia bàn ơi gặp chia tê hay cái mình tục chặt chẳng về tôi là dương miền sạch miền smart đấy riêng pra ơi tới chia mẹ thụ phiền này sầm đầy tật mồm mình tật mồm lì thảm bứ hết á việc phải bên đây mình mẹ là lui ô kia bị khỏi ở tề bộc phạ phiền ấy sầm đầy cả này không thò lô ơi chi viên ông pi cụt thạ phiền này sầm đầy liềm muộn đây rồi có phía sau mỗi từ lô hai phạ rộ sầu vi chá sầm đầy bật hào cặp
គេកាប់ឯងចឹងទៅអានឹងជាការទម្លាប់ក្នុងផ្លូវចិត្តហើយនឹងការហាត់ពុតលួតដំតាមផ្លូវវាចាហើយត្រូវមានស្មារតីត្រូវមានបញ្ញាទប់ស្កាត់កុំឲ្យវាចេះតែប្រភ្លេចប្រភ្លោចទៅកុំឲ្យយើងបដោយមាត់ឲ្យទៅបំរើបាបជាកូនអ្នកក្រអត់មានលុយកាក់ហើយចឹងវាអត់អាចបានអីដូចកូនគេអ្នកមានបានរបស់របរប្រើប្រាស់ឬក៏ចង់ធ្វើនេះធ្វើនោះឲ្យបានដូចចិត្តទេអានឹងយើងប្រៀបធៀបជាមួយគេពិបាកបន្តិចដោយសារសម្ពាយប៉ុនយើងវាផ្សេងគ្នាគេមានប៉ុនច្រើនគេរៀងធូរទៅយើងរៀងខ្សោយប៉ុនយើងរៀងតាំងទៅធ្វើកិច្ចការងារអីតលប្រាំងអញ្ចឹងយើងត្រូវអាស្រ័យប៉ុនចាស់ផងប៉ុនថ្មីផងប៉ុនចាស់យើងធ្វើបានបានអានឹងវាជារឿងចាស់របស់យើងធ្លាប់ធ្វើទានរសាសិលចំម៉ែចំឪជួយសង្គ្រោះគេអញ្ចឹងទៅប៉ុនចាស់ហ្នឹងវារុញមកឲ្យយើងជួបជាមួយម៉ែឪល្អបងប្អូនល្អរស់ស៊ីជើងចេះតែកាក់កបទៅប៉ុន្តែបើយើងមិនបានសាងប៉ុនថ្មីទេអញ្ចឹងអាប៉ុនចាស់ហ្នឹងក៏អាចកប់ដែរឧទាហរណ៍ដូចថាមានមាសជាកំណប់នៅក្រោមផ្ទះហើយយើងអត់ដែលកាយសោះវាអត់បានទ្របនឹងមកប្រើអញ្ចឹងពេលខ្លះយើងខ្សោយប៉ុនចាស់យើងម៉ែឪយើងមិនសូវទូធាប៉ុន្តែយើងត្រូវសាងប៉ុនថ្មីការតស៊ូការព្យាយាមប្រឹងប្រែងតចរិតល្អគុណធម៌សិលធម៌បង្ហាញពីសមត្ថភាពគុណសម្បត្តិជាមនុស្សរឹងប៉ឹងមានភាពម្ចាស់ការហើយធ្វើការងារនឹងឲ្យប្រកបវិជ្ជាមុខមុតហើយនឹងប៉ុនថ្មីនឹងជួយដូរជោគវាសនាជីវិតរបស់យើងមើលខ្វះអីអ្នកដែលតស៊ូព្យាយាមពេលបច្ចុប្បន្នអតីតជាកូនអ្នកស្រែប្របាក់ប្របិនមហាសិទ្ធិក្នុងពិភពលោកនេះមកគោកប៉ុន្តែឧបនិស្ស័យនៃការតស៊ូព្យាយាមនឹងជំរុញគាត់ឲ្យងើបផុតអំពីអតីតកាលមិនល្អនឹងដូចជាឈូកដុះចេញពីភក់អញ្ចឹងคล้ายទៅជាផ្កាដែលគេយកទៅបូជាព្រះបានអញ្ចឹងជោគវាសនារបស់យើងវាស្ថិតនៅលើការផឹងប្រែងការសែបគប់ការរៀនសូត្រការអភិវឌ្ឍខ្លួនក្នុងពេលបច្ចុប្បន្នខ្លាំងមែនតើមិនអាចពឹងទៅលើប៉ុនចាស់ទាំងស្រុងទេអ្នកដែលពឹងលើប៉ុនចាស់ហើយភ្លេចធ្វើប៉ុនថ្មីនឹងអាចគ្រោះថ្នាក់យកផលប៉ុនចាស់លុយកាក់ម៉ែឪទ្រព្យសម្បត្តិនឹងទៅផឹកស៊ីស្រីញីពួកម៉ាក់ប៉ាក់ភឿនធ្វើឲ្យងងឹតទៅវិញមកភ្លឺទៅវិញងងឹតអានឹងដោយសារកម្មបច្ចុប្បន្នរបស់យើងមិនល្អអ្នកខ្លះមកងងឹតកើតមកក្រពិបាកប៉ុន្តែវិញភ្លឺដោយសារកម្មបច្ចុប្បន្នរបស់អ្នកនឹងការសែបគប់របស់អ្នកនឹងល្អអញ្ចឹងធ្វើឲ្យជោគវាសនាល្អទៅវិញអ្នកដែលមានទុក្ខសោកក្នុងចិត្តធ្ងន់ធ្ងរហ្នឹងដោយសារ
គាត់អោបកសោបទុករឿងរ៉ាវដែលកន្លងហួសទៅហើយនឹងនៅក្នុងចិត្តនឹងយូរពេកវាជាធម្មតាសុខក្តីទុក្ខក្តីវាកើតហើយវារលត់ទៅហើយអារម្មណ៍ដែលយើងជួបនឹងឧទាហរណ៍ថាព្រាត់បែកបាក់រស់ស៊ីខាតគេកុហកបោកប្រាស់អីឬក៏គេសរសើររស់ស៊ីចំណេញស្អីនោះវាកើតហើយវារលត់ទៅវិញហើយវាអត់នៅជាមួយយើងរហូតទេប៉ុន្តែចិត្តរបស់យើងដែលមិនបានអប់រំល្អយើងអោបកសោបទាំងអស់អាទុកក៏អោបអាសុកក៏អោបអត់ព្រមប្រឡែងដូចថាយើងអត់ព្រមឲ្យថ្ងៃវាលិចទេអត់ព្រមឲ្យស្លឹកឈើទុំវាជ្រុះទេនៅយំកើតទុកឲ្យស្លឹកឈើហ្នឹងវានៅជាប់នឹងដើមហើយវាមិនអាចជាប់នឹងដើមតាមយើងចង់ទេវាត្រូវប្រែប្រួលជាធម្មតាអញ្ចឹងវាតតែយើងព្រមឲ្យមានការប្រែប្រួលទៅទោះជាសុខក្តីទោះជាទុក្ខក្តីយើងនៅតែការពារថែរក្សាឲ្យអស់ពីសមត្ថភាពរបស់យើងសុខភាពត្រូវមើលថែញ៉ាំត្រូវញ៉ាំឲ្យបានល្អគេឲ្យបានគ្រប់គ្រាន់មើលថែបងប្អូនកូនចៅមុខរបរប្រឹងឲ្យអស់ពីសមត្ថភាពហើយបើវាត្រូវប្រែវាត្រូវព្រួលអានឹងយើងខ្វាត់អត់បានទេហើយបើយើងអោបទុកខ្លាំងចង់ខ្លាំងថាត្រូវតែអញ្ចឹងអានឹងយើងកើតទុកខ្លាំងហើយហើយដែលអ្នកខ្លះធ្ងន់ធ្លាក់ខ្លួនរហូតដល់មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរហ្នឹងដោយសារមិនព្រមប្រឡែងអ្វីដែលប្រែប្រួលអ្វីដែលរលត់ទៅហើយហ្នឹងនៅសារកសែតរំលឹករំលើកស្ដីបន្ទោសខ្លួនឯងស្ដីបន្ទោសអ្នកនេះអ្នកនោះនឹកឡើងក្តៅនឹកឡើងក្តៅអារម្មណ៍ជាអតីតហ្នឹងរលត់បាត់ហើយហ្នឹងក៏នៅតែកើតទុកដោយសារអារម្មណ៍ហ្នឹងដែរចឹងតើយើងរៀនអនុញ្ញាតថារឿងហ្នឹងវារលត់បាត់ទៅហើយថ្ងៃបានលិចទៅហើយស្លឹកឈើវាបានជ្រុះទៅហើយរឿងនៅក្នុងថ្ងៃអនាគតគួយមិនទាន់មកដល់ដែរយើងត្រៀមយើងប្រឹងយើងរៀបចំប៉ុន្តែខ្ញុំប្រឹងអស់លទ្ធភាពបច្ចុប្បន្នខ្ញុំប៉ុណ្ណឹងហើយថ្ងៃស្អែកជួបរឿងណាខ្ញុំមិនអាចមានសមត្ថភាពស្មានត្រូវ 100% ទេពេលខ្ញុំប្រឹងធ្វើល្អឲ្យអស់ពីចិត្តថ្ងៃហ្នឹងហើយឬថ្ងៃស្អែកជួបរឿងល្អទទួលទៅជួបរឿងមិនល្អដោះស្រាយទៅជីវិតហ្នឹងគឺអញ្ចឹងវាខ្លីមកអញ្ចឹងដល់អញ្ចឹងវាអត់រសេមរសាមែននៅក្នុងធម៌ព្រះអង្គសម្ដែងតាក់ទងនឹងស្ដេចមួយអង្គដែលសោកស្ដាយរឿងមហេសីស្លាប់ទៅនោះយំសោកបោកខ្លួនស្ទើរខូចសតិហើយបានទៅជួបព្រះអង្គឲ្យរៀនលះបង់សេចក្តីប្រកាន់ហួងហែងអារម្មណ៍ជាអតីតអារម្មណ៍ជាអនាគតនិងការជាប់ជំពាក់ក្នុងពេលបច្ចុប្បន្នហ្នឹងព្រះរាជាស្វាងហើយក៏មានស្មារតីឡើងវិញមកអញ្ចឹងរៀនកុំរែកទុកច្រើនពេករឿងណាកន្លងហួសទៅហើយឲ្យវាហួសទៅចោះនៅក្នុងធម៌មានមនុស្សមួយប្រភេទនោះសម្បូរសទ្ធាប៉ុន្តែខ្សោយបញ្ញាមានន័យថាងាយនឹងជឿគេប្រាប់គេខ្សឹបអីតិចលួងតាមសម្ដីរបស់គេឃើញទៅដូចថាជឿជាក់ហើយជួនកាលអាចងាយនឹងត្រូវគេបោកដោយសារយើងទុកចិត្តគេខ្លាំងពេកខ្វះអីអ្នកដែលមានបំណងអាក្រក់
គេប្រវាញ់លើសន្តានចិត្តល្អរបស់មនុស្សល្អហ្នឹងអញ្ចឹងបានយើងត្រូវមានទាំងសទ្ធាយើងត្រូវមានទាំងបញ្ញាមានន័យថាមុននឹងទទួលជឿថារឿងនឹងវាអញ្ចឹងមនុស្សនឹងវាល្អពិតមែនវាត្រូវការពេលវេលាដើម្បីសង្កេតពិនិត្យថាតើព័ត៌មាននឹងវាមានប្រភពច្បាស់លាស់ឬទេហើយយើងបានស្ដាប់គ្រប់ជ្រុងជ្រោយហើយនៅមុននឹងវិភាគមុននឹងវិនិច្ឆ័យថាល្អអាក្រក់ពិតមិនពិតនឹងកុំឲ្យគ្រាន់តែឃើញគេផុសភ្លាមជេរ like share comment ចុងក្រោយស្អុយទៅទេសោះមិនមែនអញ្ចឹងសោះហើយនឹងគ្រោះថ្នាក់នៅក្នុងសង្គមបច្ចុប្បន្នហ្នឹងមនុស្សលួងនឹងអ្វីដែលខ្លួនឯងឃើញនឹងភ្នែកហើយមិនសូវបានពិចារណាឬគោលហេតុផលថាវាមានរឿងអីបានទៅជាអញ្ចឹងហើយយើងត្រូវវិភាគឲ្យបានសពគ្រប់ជ្រុងជ្រោយឯងអញ្ចឹងបានពេលខ្លះព័ត៌មានបំផោងព័ត៌មានគេបន្លប់យើងវក់តាមគេចង់បាន like ចង់បាន share គេចង់ឲ្យយើងចូលទៅមើល website គេដាក់ទៅចំណងជើងអីបន្តិចឲ្យចាប់អារម្មណ៍វក់ទៅអត់ដឹងថាវាពិតមិនពិតអីចេះតែ like ចេះតែ share ចេះតែ comment ទៅឬក៏អ្នកខ្លះទៅអូគាត់តែគេប្រាប់ថាអូទៅនេះគ្រូនេះទៅកែគ្រូនោះទៅវីវក់វិលវល់វល់វក់អត់ប្រឹងប្រែងធ្វើការធ្វើងារគិតតែជឿគិតតែដាក់ចិត្តគំនិតហ្នឹងទៅលើរឿងខាងក្រៅអញ្ចឹងយើងត្រូវមានសមត្ថភាពគ្រប់គ្រងចិត្តខ្លួនឯងពិចារណាមើលវាសមមិនសមទេគ្មានករណីខ្លះដែរគេបបួលឲ្យរស់ស៊ីដាក់ទៅបានហើយដល់ចុងក្រោយវាឡងចង់លក់ផ្ទះលក់សម្បែងខ្ចីលុយធនាគារអស់ដីអស់ធ្លីទៅអានឹងដោយសារយើងដូចថាវក់មនុស្សលោភរៀងឆោតឃើញដាក់ទៅបានវាជាលោភលន់ច្រើនហើយអត់គិតដល់អំពីហេតុផលឬក៏លទ្ធផលចុងក្រោយឯងចឹងគាត់តែរំលឹកនៅក្នុងធម៌លោករំលឹកឡើងវិញថាយើងត្រូវមានទាំងសទ្ធាយើងមិនមែនថាឲ្យស្អប់មនុស្សទេស្ដាប់ត្រេះរិះពិចារណាប្រើបញ្ញាមើលថាតើវាសមនឹងអញ្ចឹងដែរឬក៏អត់ទេហើយចាំយើងធ្វើការវិភាគវិនិច្ឆ័យជាខាងក្រោយរឿងរ៉ាវខាងក្រៅវាមានឥទ្ធិពលលើចិត្តយើងច្រើនណាស់ក្នុងធម៌លោកហៅថាអារម្មណ៍តាមទ្វារភ្នែកតិចច្រមុះដាតកាយចិត្តហ្នឹងវាមានឥទ្ធិពលលើផ្លូវចិត្តយើងខ្លាំងណាស់បើយើងមិនបានអប់រំចិត្តឲ្យបានត្រឹមត្រូវទេអារម្មណ៍ហ្នឹងវាងាយនឹងប៉ះពាល់ធ្វើឲ្យយើងមួម៉ៅពិបាកចិត្តស្មុគស្មាញនឹងរឿងដែលកើតឡើងក្នុងជីវិតហ្នឹងហើយជាធម្មតាចិត្តរបស់យើងនេះវាតែងតែទទួលភ្ញៀវទាំងភ្ញៀវល្អទាំងភ្ញៀវមិនល្អរឿងល្អរឿងមិនល្អអារម្មណ៍ល្អអារម្មណ៍មិនល្អវាមកគឺទូនាទីវាគឺវាទទួលវាដឹងបើជាកុសលវិបាកផលនៃបុណ្យក៏បានជួបរឿងល្អតែគេនិយាយព្រោះឃើញផ្កាឃើញរបស់របរទ្រព្យសម្បត្តិអីនៅជុំរុំចឹងទៅប៉ុន្តែដល់ពេលអកុសលឲ្យផលជា
វិបាករបស់បាបកម្មចាស់មកគេនិយាយដើមអេអូយគេជេរគេបន្តិចគេរឿងរាវប្រកាច់ប្រខូចរកស៊ីខាតបាត់បង់ព្រាត់ប្រាសហើយទួលនីតិរបស់ចិត្តហ្នឹងវាត្រូវតែទទួលទាំងពីរចឹងហ្មងអត់អាចបោះមួយចោលមួយបានទេប៉ុន្តែចិត្តរបស់យើងដែលខ្វះលំនឹងខ្វះបញ្ញាខ្វះសតិជួយគ្រប់គ្រងហ្នឹងវាផ្អៀងចាប់យកតែរបស់ល្អទាត់ចោលរឿងមិនល្អហើយតើកាលណាមានរឿងនឹងនៅក្នុងចិត្តអភិជានឹងទោមនស្សអាចជាប់ចិត្តរបស់ល្អបដិសេធរឿងមិនល្អអានឹងចាប់ផ្ដើមវាមានប្រតិកម្មហើយវាកើតទោមនស្សតាមផ្លូវចិត្តដែរអញ្ចឹងវាតើយើងដឹងអំពីតួនាទីរបស់ចិត្តវិញ្ញាណហ្នឹងគឺមានតួនាទីដឹងវាអត់ប្រកាន់ថារឿងល្អរឿងមិនល្អគឺវាទទួលដឹងទាំងអស់រឿងដែលកើតក្នុងលោកហ្នឹងអត់អាចហាមឃាត់រឿងខាងក្រៅបានទេដល់ពេលវាត្រូវកើតវាកើតដូចថ្ងៃត្រូវលិចវាលិចទេផ្លាក់ឈើទុំវាត្រូវជ្រុះវាជ្រុះហើយរឿងវាត្រូវកើតវាដល់ពេលត្រូវកើតដែរចឹងវិញ្ញាណរបស់យើងហ្នឹងចិត្តរបស់យើងហ្នឹងតួនាទីវាគឺដឹងរឿងល្អក្តីមិនរឿងមិនល្អក្តីប៉ុន្តែដែលធ្វើឲ្យយើងកើតទុក្ខហ្នឹងដោយសារចិត្តយើងវាផ្អៀងយើងអត់ទទួលស្គាល់ថាជីវិតហ្នឹងវាត្រូវតែជួបរឿងទាំងពីរអញ្ចឹងយើងអត់ទទួលស្គាល់ការពិតហ្នឹងឯងយើងដាក់លក្ខខណ្ឌឲ្យចិត្តហ្នឹងថាល្អខ្ញុំយកអាមិនល្អខ្ញុំអត់យកហើយហ្នឹងគ្រោះថ្នាក់ហើយអាហ្នឹងកើតទុក្ខហើយក្នុងធម៌មានពាក្យពីរម៉ាត់ហ្នឹងអភិជាវាជាប់ចិត្តទោមនស្សវាទាស់ចិត្តវាកើតទុក្ខហើយផ្លូវអមទាំងសងខាងហ្នឹងខ្ញុំតើមានសតិបញ្ញាស្មារតីមានធម៌នៅក្នុងចិត្តរៀនទទួលស្គាល់ដំណើរនៃជីវិតហេតុផលនៃធម្មជាតិយើងរឿងល្អក្តីរឿងមិនល្អក្តីកើតឡើងវិញ្ញាណជាអ្នកទទួលបញ្ញាជាអ្នកខាត់ខាំងអកុសលមិនឲ្យកើតឡើងជារបងជាទ្វារជាសោសម្រាប់បិទកុំឲ្យអកុសលហ្នឹងវាចូលមកក្នុងចិត្តរបស់យើងធ្វើឲ្យចិត្តរបស់យើងរំជើបរំជួលអាហ្នឹងយើងមានលំនឹងផ្លូវចិត្តយើងមិនសូវកើតទុក្ខទេមនុស្សម្នាក់មានសម្ពាយបុណ្យមកផ្សេងគ្នាអ្នកដែលធ្លាប់បានធ្វើទានចំម៉ែងចំឪជួយសង្គ្រោះដល់អ្នកដទៃចឹងទៅពូជបុណ្យហ្នឹងធ្វើឲ្យអ្នកនឹងរស់ស៊ីក៏ចេះតែកាក់កបមុខរបរអីក៏ចេះតែរលូនទៅមានបានសុខសប្បាយហើយអ្នកដែលខ្សោយបុណ្យមិនសូវបានចែកទានជាមនុស្សកំណាញ់ចំណែនស្នៀននេះហ្នឹងពូជចិត្តមិនល្អហ្នឹងវានាំឲ្យមុខក៏មិនស្រស់ដាក់រកការងារអីមុខរបរក៏ដូចជាមិនសូវជាទៅមុខរលូនល្អខ្សែគប់មនុស្សហ្នឹងក៏មិនសូវត្រូវអាហ្នឹងឧបនិស្ស័យវាអាស្រ័យបនចាស់ផងអាស្រ័យការខ្សែគប់ការប្រឹងប្រែងក្នុងពេលបច្ចុប្បន្ននឹងផងអញ្ចឹងយើងឃើញគេល្អយើងឃើញគេបានសុខ
យើងសប្បាយចិត្តនឹងដូចថាបនរបស់គេមានអញ្ចឹងទៅមិនមានចិត្តចំណែននិន្ទាឈ្នានេះអីទេពីព្រោះបើចំណែននិន្ទាទៅក៏វាមិនដឹងបានអីមកយើងដែរយើងអប់រំចិត្តខ្លួនយើងអញ្ចឹងទៅហើយយើងបនយើងមានប៉ុណ្ណឹងការផឹងប្រែងយើងមានប៉ុណ្ណឹងអញ្ចឹងយើងសប្បាយចិត្តនឹងផលបនរបស់យើងផលនៃការព្យាយាមរបស់យើងហើយយើងប្រឹងប្រែងបន្តទៅទៀតទៅរៀនសូត្រពីគេទៅហើយបើគេមានបានដោយទុច្ចរិតហ្នឹងក៏អត់មានអីទៅចំណែននិន្ទាអីគេដែរមានតែអាណិតថាអូយសាងបាបកម្មឲ្យដូចជាផឹកទឹកឃ្មុំលាយថ្នាំពឹសអញ្ចឹងត្បិតថាយើងមើលទៅវាដូចហឺហាប៉ុន្តែក្នុងចិត្តក្តៅក្រហល់កាហាយដាំពូជមិនល្អថ្ងៃមុខថ្ងៃក្រោយមានពាវេរាធ្លាក់មកលើខ្លួនឯងគ្រួសារមិនចាំបាច់ទៅជាតិក្រោយទេពេលបាបនឹងវាមានពេលឲ្យផលពេលបច្ចុប្បន្ននឹងទៅបែកបាក់ព្រាត់ប្រាសក្តៅកាហាយដោយអំណាចនៃទុច្ចរិតអកុសលកម្មនៃខ្លួនបានធ្វើនឹងអញ្ចឹងមានចិត្តអាណិតដោយសារគាត់នឹងសាងបាបកម្មហ្នឹងអញ្ចឹងបើគេបានសុខបានល្អមានសុភមង្គលអញ្ចឹងយើងសប្បាយចិត្តត្រេកអរនឹងបុណ្យរបស់គេទៅយើងបានបុណ្យផងបានមិត្តភាពល្អផងហើយបើយើងរស់ស៊ីមានបានកកបយើងចែករំលែកសេចក្តីសុខនឹងដល់អ្នកដទៃចាំម៉ែចាំឪជួយបងជួយប្អូនឃើញគេក្រពិបាកជួយគេដោយចិត្តករុណាទៅអានឹងឈ្មោះថាបានធ្វើជាមនុស្សធម៌ផងហើយឈ្មោះថាបានធ្វើបុណ្យផងហើយឈ្មោះថាបានដាំពូជសម្រាប់រកស៊ីធូរធារទៅផងអានឹងនៅក្នុងច្បាប់កម្មផលហ្នឹងអញ្ចឹងអ្នកណាធ្វើទាននាំឲ្យងាយរកទទួលទានបានច្រើនហើយនឹងអ្នកកំណាញ់ស្វិតរកស៊ីមិនសូវឡើងទេទ្រព្យរបស់ដែលយើងមានហ្នឹងបើតាមធម៌វាជាផលនៃការព្យាយាមរបស់យើងវាជាផលនៃបុណ្យរបស់យើងដែលយើងធ្វើមកអញ្ចឹងយើងគួរដាំពូជថ្មីតាមរយៈបែងចែកទ្រព្យដែលយើងមានហ្នឹងជួយសង្គ្រោះដល់អ្នកដទៃមួយជាមនុស្សធម៌យើងឃើញគេមានការលំបាកយើងជួយសង្គ្រោះដោយមេត្តាយើងបានសប្បាយចិត្តនៅពេលដែលគេបានរួចផុតពីទុក្ខទី2យើងកាត់បន្ថយការកំណាញ់ស្មោគិតតែពីអញអានឹងដែលធ្វើឲ្យចិត្តចង្អៀតមួម៉ៅក្តៅកាហាយនឹងដោយសារកំណាញ់នឹងដែរអញ្ចឹងយើងរៀនលះបង់ចិត្តកំណាញ់នឹងតាមរយៈការចែករំលែកសេចក្តីសុខដល់អ្នកដទៃហើយមួយទៀតក៏ជាការដាំពូជបុណ្យសម្រាប់ទៅមុខទៀតការបរិច្ចាគទាននឹងជាពូជនៃការរស់ស៊ីមានបានធូរធារហើយនឹងទំនាក់ទំនងល្អគេស្រឡាញ់គេចូលចិត្តនេះជាការដាំពូជថ្មីអញ្ចឹងវាបានទាំងសប្បាយចិត្តវាបានទាំងពូជល្អវាបានទាំងបុណ្យហើយបើយើងស្មោគិតទៅពីប្រមូលគិតទៅពីអញគិតទៅធ្វើម៉េចឲ្យអញនឹងបានច្រើនណាងាប់អីងាប់ទៅអានោះវាក្រនៅក្នុងចិត្តយើងណាបិទថាមើលទៅមានទ្រព្យមានធនច្រើនមែនប៉ុន្តែក្រៀមក្រោះក្រក្តៅក្រហល់កាហាយពីខាងក្នុងទ្រព្យរបស់យើងនឹងប្រៀបទៅជា
ទឹកសមុទ្រគេអត់អាចយកមកផឹកបានទេប៉ុន្តែសម្រាប់អ្នកដែលមានសមានចិត្តជួយសង្គ្រោះហ្នឹងទ្របតិចមែនប៉ុន្តែជាទឹកសាបនៅក្នុងកឡោក្នុងផ្តិលអញ្ចឹងគេអាចហូបទៅបាត់ស្រេកឃ្លានត្បិតថាទឹកហ្នឹងតិចតួចមែនអញ្ចឹងយើងអត់អាចយកអីទៅបានទេស្ពាយអីមកកាក់ម៉ាស៊ីនទៅក៏មិនបានដែរមានទ្របមហាសាលមាសពេជ្រប្រមាណកេះប្រមាណពីងក៏យកអីទៅមិនបានដែរអញ្ចឹងមានតែឆ្នៃរបស់ហ្នឹងឲ្យទៅជាបុណ្យឲ្យទៅជាចេតនាការសង្គ្រោះអញ្ចឹងគ្រួសារប្រពន្ធកូនញាតិមិត្តម៉ែឪហើយចែករំលែកសេចក្តីស្រឡាញ់ហ្នឹងដល់សពសត្វទាំងអស់អាហ្នឹងបុណ្យហ្នឹងមកនៅក្នុងចិត្តយើងភ្លើងឆេះតារូបរាងកាយប៉ុន្តែมันអាចឆេះបុណ្យបានទេយើងអាចយកទៅជាមួយបានប៉ុន្តែបើយើងប្រឹងយកមកឲ្យមិនចែករំលែកអាហ្នឹងយើងអត់បានដាំពូជថ្មីទេយើងបានតាបរិភោគផលបុណ្យចាស់ហើយយើងទៅវិញខ្លួនទៅទេហើយហ្នឹងយើងអត់បានធ្វើបុណ្យសម្រាប់ខ្លួនឯងទៅមុខទៀតទេអ្នកខ្លះទម្លាប់ចិត្តហ្នឹងនិយាយអីចង់បានអីហ្នឹងចង់បានភ្លាមឲ្យគេធ្វើហ្នឹងគឺធ្វើម៉េចឲ្យតែធ្វើតាមចិត្តខ្លួនឯងបើមិនធ្វើហ្នឹងគូមួម៉ៅញីញ័រតកហល់ហើយតែទម្លាប់ចឹងយូរទៅវាធ្វើឲ្យពុះកជ្រោលរលរែកហើយយើងអត់មានសមត្ថភាពគ្រប់គ្រងរលករំញ័រផ្លូវចិត្តនឹងបានអានឹងប៉ះពាល់ដល់សុខភាពផ្លូវកាយផងសុខភាពផ្លូវចិត្តផងយើងទៅជារវើរវាយរហូតដល់អ្នកខ្លះគេមិនលក់គិតវិលខ្ញាល់នៅក្នុងចិត្តនឹងទៅប៉ះពាល់ដល់សុខភាពផ្លូវកាយចិត្តនឹងក៏មួម៉ៅយូរទៅជាលែងអាចគ្រប់គ្រងស្ថានភាពផ្លូវចិត្តបានរហូតដល់មានជំងឺទៀតផងដោយសារអន្សំចង់បានអីហើយចង់ភ្លាមឲ្យបានដូចចិត្តហើយអត់ចេះព្រមទទួលស្គាល់ការពិតថាវាមិនមែនចេះតែបានតាមចិត្តយើងចង់ទេយើងប្រាប់គេមិនមែនចេះតែតាមយើងភ្លាមធ្វើបានភ្លាមផ្លែតបានទេវាតចេះទទួលស្គាល់ថាហ្នឹងឯងមនុស្សវាមិនមែនបានដូចចិត្តយើងគិត100តាំង100ទេប្រាប់ទៅណែនាំទៅខុសឆ្គងបដៅទៅធ្វើប្រាប់100ធ្វើបាន50 60 70ហ្នឹងស្ដីបដៅថាហើយដឹងអំពីឧបនិស្ស័យរបស់មនុស្សហ្នឹងវាអញ្ចឹងយើងមិនអាចបខំដើមថ្នោតឲ្យដូចដើមដូងបានទេពូជគ្នាពូជដើមថ្នោតយ៉ាងណាមនុស្សម្នាក់ហ្នឹងវាមានពូជមានឧបនិស្ស័យហ្នឹងផ្សេងគ្នាមកអញ្ចឹងនៅតែណែនាំថែទាំថាដាំផ្កាដាំដើមឈើនៅតែស្រោចទឹកដាក់ជីអញ្ចឹងប៉ុន្តែមិនអង្គុយជេរដើមថ្នោតដើមដូងឬក៏ដំណាំហ្នឹងឯងមើលថែសម្អាតជួយទំនុកបំរុងឲ្យមនុស្សនឹងបានល្អប្រសើរហើយតើយើងរៀនទទួលស្គាល់អញ្ចឹងទទួលស្គាល់ថាវាមិនមែនចង់អីត្រូវតែបានហើយដល់ពេលវាមិនបានវាផ្ទះសាវាកើតទុកតែខ្លួនឯងហ្នឹងឯងដែលរៀន
រៀនទម្លាក់ខ្លះទម្លាក់ហ្នឹងមិនមែនបានន័យថាមិនឲ្យចង់បានទេយើងកំណត់ដឹងថាវាមានហេតុគ្រប់គ្រាន់ទើបវាបានអញ្ចឹងបើយើងអត់បានណែនាំបានត្រឹមត្រូវការព្យាយាមយើងវាមិនទាន់ដល់បនយើងវាមិនគ្រប់វាអត់បានទេដូចកើតទុកពិបាកចិត្តបោកក្បាលអញ្ចឹងទេវាមិនបានផងតើឡើយយើងទទួលថាហ្នឹងណាវាមិនទាន់គ្រប់មកតែហេតុមិនទាន់គ្រប់ទើបវាមិនបានអញ្ចឹងប្រឹងតទៅទៀតទៅបន្តិចទៀតណាបានប៉ុណ្ណឹងទទួលចង់បាន100ប៉ុន្តែបាន80ប្រឹងទៅទៀតតារៀនទម្លាក់ខ្លះអញ្ចឹងទើបយើងមិនសូវកើតទុកខ្លាំងមានកូនចៅខ្លះលើកឡើងថាម៉ែឪខ្លះហាក់ដូចជាស្រឡាញ់កូនមិនស្មើគ្នាដូចថាគាត់ជួយនេះជាងគាត់មើលថែនេះជាងមិនសូវមើលថែគាត់ធ្វើអីក៏ខុសហើយសរសើរកូននោះជាងអញ្ចឹងទៅប៉ះពាល់ដល់សតិអារម្មណ៍របស់គាត់ដែរនឹងយើងមិនអាចមានអីទៅវាស់ស្ទង់ថាគាត់ស្មើមិនស្មើទេប៉ុន្តែវាអាចក្នុងករណីខ្លះឧទាហរណ៍ថាកូននឹងឈឺច្រើនកូននឹងក្រពិបាកកូននឹងរៀនសូត្រមិនសូវចេះដឹងតែអញ្ចឹងគាត់មានទំនោរមើលថែស្រឡាញ់ឬក៏លុយកាក់ដែលកូនណាផ្ញើជូនគាត់នឹងគាត់ទុកដាក់ប្រលឹមនឹងជួយកូននឹងបើតែកូននឹងខូចហើយក៏នៅតែជួយអញ្ចឹងទៅទឹកចិត្តជាឪពុកម្ដាយស្រឡាញ់កូនហើយគាត់ស្រឡាញ់គាត់ថាអាណិតកូនណាដែលពិបាកជាងគេអញ្ចឹងវាអាចដែរក្នុងករណីខ្លះដូចថាកូននឹងល្អត្រឹមត្រូវដឹងថាអាចជួយមើលគ្រួសារបានអញ្ចឹងទៅគាត់បន្ទុកបដាក់គាត់ឲ្យជួយមើលការខុសត្រូវចាត់ចែងអីចឹងទៅហើយយើងជួនកាលមើលមិនឃើញចំណុចហ្នឹងយើងអាចវាយតម្លៃថាម៉ែឪស្រឡាញ់កូនមិនស្មើគ្នាហើយកើតទុកមិនសុខចិត្តរហូតដល់អ្នកខ្លះគំនុំគុំគួនអីទៅទៀតក៏មានដែរមួយចំណុចទៀតគេមើលដករបស់ម៉ែឪក៏នាំឲ្យមានបញ្ហាក្នុងគ្រួសារនឹងច្រើនដែរធម្មតាម៉ែឪមានទ្រព្យរបស់ចែកឲ្យកូនអញ្ចឹងទៅហើយជួនកាលទ្រព្យនឹងវាមិនមែនកាត់ប្លង់ប៉ិនគ្នាណាវាពីកពកវាមានរបស់របរមាសប្រាក់អីហើយអញ្ចឹងដល់ពេលចែកវាមានលើសវាមានខ្វះហើយអញ្ចឹងក៏កូនខ្លះយកអានឹងជាមូលដ្ឋានទៅក៏កើតទៅជារឿងជារាវឆ្លោះប្រកែកអន់សពុនចិត្តខាងម៉ែខាងឪក្នុងរឿងនឹងទៀតក៏មានដែរបើស្មាតថាទ្រព្យរបស់នឹងជាញើសឈាមរបស់គាត់ទុកឲ្យគាត់ចែកឲ្យពីណាប្រមាណអានឹងរឿងរបស់គាត់ទេយើងអរគុណហើយដែលគាត់បានចាំជីវិតទំនុកបំរុងឲ្យយើងបានរៀនសូត្របានរស់បានប៉ុណ្ណឹងហ្នឹងយើងអរគុណសន្តានចិត្តល្អគុណរបស់គាត់ហើយវាអាចតកតងនឹងរឿងប៉ុនដែរសម្ពាធប៉ុនរបស់យើងខុសគ្នាកូនខ្លះគេមានប៉ុនច្រើនកើតមកគេមានអ្នកស្រឡាញ់ចូលចិត្តរាប់អានមីងមាបងប្អូនទៅណាមកណាអញ្ចឹងទៅហើយកូនខ្លះដែលខ្សត់ប៉ុននឹងរូបគុំស្អាតរៀនក៏មិនប្រកែរគុំសូវបានហើយដល់អញ្ចឹងកើតទុកទោមនោះថាមកពីម៉ែមិនជួយឪមិនជួយនឹងបានខ្ញុំក្រពិបាកអញ្ចឹងអីអញ្ចឹងទៅជារឿងកើតចិត្តចំណែននន្ទាជាមួយបងប្អូនឯងក៏មានដែរ
វាអាចដែរពេលខ្លះឪពុកម្ដាយអាចសម្ដែងនៅសកម្មភាពមើលទៅដូចថាមិនស្មើភាពគ្នាអញ្ចឹងវាធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តកូនប្រុសស្រីនឹងខ្លាំងមែនតែនអញ្ចឹងបានជានៅក្នុងធម៌ព្រះអង្គសម្ដែងឲ្យមានឧបេក្ខាការស្រឡាញ់នឹងឲ្យស្មើគ្នាក្នុងចំណោមកូនចៅនឹងដើម្បីជៀសវាងកុំឲ្យកូនចៅនឹងដូចអន់សុពន្ធចិត្តជាមួយនឹងឪពុកម្ដាយហើយទៅជាចំណែននន្ទាឈ្នានេះជាមួយនឹងបងប្អូនប៉ុន្តែជាទូទៅម៉ែឪនឹងស្រឡាញ់កូនទាំងអស់ឲ្យចង់ឲ្យកូនទាំងអស់នឹងបានសុខនឹងឯងបើមានលឹះលួសតិចច្រើនអានឹងវាតាមស្ថានភាពរបស់កូនចឹងទៅតាមបនរបស់កូនផងក៏មានដែរបើក្នុងរឿងកម្មផលទៅបើចឹងបាននៅក្នុងព្រំវិហារធម៌ហ្នឹងព្រះអង្គសម្ដែងការពារកុំឲ្យមានបញ្ហាកើតឡើងក្នុងទំនាក់ទំនងរវាងគ្រួសារបងប្អូនហ្នឹងគឺឪពុកម្ដាយសម្ដែងនៅទឹកចិត្តស្រឡាញ់រាប់អានកូនហ្នឹងឲ្យសំរុំទៅដំទៅសងគ្នាទៅកូនចេះសង្គ្រោះគ្នាចេះសាមគ្គីគ្នាមិនបង្កចំនួនមិនធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តឪពុកម្ដាយទេអញ្ចឹងយើងគួរអរគុណលោកឪពុកម្ដាយដែលបានផ្ដល់កំណើតចិញ្ចឹមបីបាច់ថែរក្សាទំនុកម្រងរហូតមកដល់យើងបានវ័យប៉ុណ្ណេះអរគុណណាស់គុណបំណាច់ដ៏ធំធេងហ្នឹងរឿងលើសខ្វះអីតិចតួចអាហ្នឹងចាត់ទុកថាយើងមានបនប៉ុណ្ណឹងយើងទទួលប៉ុណ្ណឹងគាត់ចែកឲ្យប៉ុណ្ណាអរគុណហើយពុកអើយម៉ែខ្ញុំសូមអរគុណអ្វីដែលពុកម៉ែបានជួយខ្ញុំគាត់ជូនហើយគាត់ទទួលទៅអរគុណគាត់ទៅហើយមកចំណែកទៀតឪពុកម្ដាយក៏គួររក្សាឧបេក្ខាចិត្តហ្នឹងដើម្បីជៀសវាងកុំឲ្យកូននឹងកើតបាបដើម្បីឲ្យកូននឹងចេះស្រឡាញ់សហការគ្នាបានល្អអនុមោទនា